សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាពេលខាងមុខនឹងមានការបង្កើតទារកដ្ឋាននៅតាមរោងចក្រសហគ្រាសជាបន្តបន្ទាប់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថានាពេលខាងមុខនឹងមានការពង្រីកចំនួនទារកដ្ឋាននៅតាមបណ្ដារោងចក្រនានាដើម្បីជួយសម្រួលដល់កម្មការិនីដែលជាម្ដាយរបស់ទារកនៅពេលពួកគាត់បំពេញការងារក្នុងរោងចក្រការបង្កើតឡើងនៅទារកដ្ឋាននៅតាមបណ្ដារោងចក្រនេះធ្វើឡើងទៅតាមគោលគំនិតរបស់រាជរដ្ឋាភិបាលនីតិកាលទី7ដែលតម្រូវឲ្យមានការរៀបចំទារកដ្ឋាននៅក្នុងរោងចក្រក្នុងពិធីសម្ពោធទារកដ្ឋានរោងចក្រ Marvel Garment ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញនាព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតលើកឡើងថាថ្ងៃនេះយើងអាចនិយាយដោយមោទនភាពថាកិច្ចការនេះបានដើរទៅមុខហើយយើងកំពុងនឹងរៀបចំធ្វើរបៀបនេះបន្ថែមទៀតដោយទៅអនាគតសម្រាប់រោងចក្រសហគ្រាសដែលមានបុគ្គលិកចាប់ពី100នាក់ឡើងទៅនឹងមានទារកដ្ឋានស្របទៅនឹងការកំណត់ក្នុងច្បាប់ការងារនៃប្រជាណាចក្រកម្ពុជាសម្ដេចធិបតីបានថ្លែងបញ្ជាក់ថាដោយស្ថានភាព COVID-19 កន្លងទៅរួមនឹងស្ថានភាពជាក់ស្ដែងយើងមិនទាន់មានលទ្ធភាពក្នុងការរៀបចំឲ្យបានគ្រប់ហើយសង្ឃឹមថាអនាគតយើងនឹងមានការរៀបចំជាបណ្ដាតទៅទៀតខណៈបច្ចុប្បន្នមាន 2-3 កន្លែងផ្សេងទៀតដែលកំពុងតែរៀបចំបើតាមសម្ដេចនាយករដ្ឋមន្ត្រីការបង្កើតទារកដ្ឋាននៅតាមរោងចក្រសហគ្រាសនេះក្រោមគោលបំណងសំខាន់គឺផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនកម្មការិនីដែលជាម្ដាយនិងកូនតូចៗរបស់ពួកគេហើយថាការបង្កើតឡើងនៅទារកដ្ឋាននៅតាមរោងចក្រសហគ្រាសគឺជាការវិនិយោគដ៏សំខាន់ព្រោះកម្មករកម្មការិនីគឺជាគ្រួសាររបស់ក្រុមហ៊ុនរោងចក្រសហគ្រាសហើយកូនរបស់ពួកគេក៏ដូចគ្នាដែរ